ដើម្បីឲ្យគ្រូផ្សេងទៀតក៏បានដឹងដែរដូចជាសិក្សាវិញយើងមានពីយោធានពីទីបាទពីការិយាល័យអញ្ចឹងដល់ពេលយើងរៀនទីផ្ដោតទៅលើសាលាអញ្ចឹងយើងនេះសូមឲ្យសុខចិត្តជួយជាដែរបាទសូមជួយមកហើយខាងវិញយើងរើសាលាមិនឲ្យមិនអញ្ចឹងទៅដើម្បីជាឱកាសល្អជួយអ្នកគ្រូដែរបាទគុណច្រើនតេតឹងចំណុចនេះជាក់ស្ដែងទៅខាងមន្ត្រីការិយាល័យបាទខាងនាយកដ្ឋាននេះគាត់វាមិនជាអ្នកអនុវត្តផ្ទាល់ទេបើយើងនិយាយពីស្គប់ការងាររបស់គាត់គឺជាអ្នកនៅតាមដាននឹងវិតម្លៃអ្នកសម្របសម្រួលបាទអ្នកបើកផ្លូវអ្នកអីហ្នឹងណាដែលឲ្យសាលាធ្វើកិច្ចការងារទេហើយបើអ្នកអនុវត្តផ្ទាល់បានជានាយកនៅក្នុង LCP ហ្នឹងអញ្ចឹងនៅក្នុងកិច្ចការងារហ្នឹងបើយើងគិតពី scope វិញដល់ខាងបើសិនបើយើងមកពីការិយាល័យបាទមានន័យថា stop ហើយខ្ញុំចង់ឲ្យទៅពិនិត្យមើលវិញថាសាលារបស់យើងដែលនៅក្នុងស្រុករបស់យើងហ្នឹងក្នុងការិយាល័យរបស់យើងហ្នឹងបាទមានសាលាប្រមាណតែគាត់បានមកចូលរៀននៅក្នុងជំនាន់របស់យើងបាទ GPF BA LP ទី1ហ្នឹងណាបាទអញ្ចឹងមានប្រមាណអញ្ចឹងគឺគ្រូទៅអ្នកគ្រូទៅសហការគ្នាទៅជួយបាទធ្វើកិច្ចការងារនឹងជាមួយពួកគាត់ចាប់ដៃគូពួកគាត់បាទពួកគាត់ជាគាត់ពិសោធន៍ទៅគាត់ថាគាត់ចង់ធ្វើដែរការងារហ្នឹងក៏ប៉ុន្តែខាងមន្ទីរខាងការិយាល័យហ្នឹងដូចជាមិនទៅសហការទេយ៉ាងណាយូរណាជាការដែលយើងថាពេលដែលខាងមន្ទីរការិយាល័យកំណត់នេះគាត់តាមដឹងរឿងហ្នឹងគាត់ធ្វើសម្របសម្រួលកិច្ចការងារហ្នឹងណាបាទហើយដល់ពេលថ្នាក់មន្ទីរយើងអាចទៅធ្វើទៅលើខេត្តរបស់យើងទៅណាខេត្តរបស់យើងហ្នឹងនៅក្នុងចំណន់យើងមកវិញប្រហែលអ្នកបាទអញ្ចឹងយើងត្រូវចាប់ដើមប្រមូលទិន្នន័យពួកគាត់ហ្នឹងឲ្យទៅនៅក្នុងដៃបាទអ្វីទៅការងាររបស់ថ្ងៃក្រោយទៅពេលដែលគ្រូត្រូវសេសាសនាគ្រូនឹងត្រូវសេពីការងារដែលគ្រូត្រូវធ្វើកិច្ចការងារនៅក្នុងស្រុកបាទសម្រាប់ការអញ្ចឹងទៅទីកម្រិតខេត្តរបស់យើងទៅហើយបើនយោបាយអានវិញវាអាចថាយើងអាចចាប់តាមតំបន់này nữaណាបាទខាងទីឋានណាបាទក៏ប៉ុន្តែយោឋានគឺគាត់មកវិស័យវិជុំទាំងអស់បាទហើយយើងអាចចែកគ្នាទៅជាមួយនឹងគេនៅក្នុងតំបន់1ណាគេនៅក្នុងតំបន់2តំបន់3តំបន់4តំបន់5អញ្ចឹងទៅហើយយើងជួយមើលគ្នាយើងធ្វើការងារសហការជាមួយនឹងមន្ទីរវិញលីងបន្តគ្នាអញ្ចឹងណាបាទពីមានន័យថាស្រុកធ្វើការងារមួយសាលាមន្ទីរធ្វើការងារមួយស្រុកហើយដល់ពេលខាងក្រសួងគឺគាត់ធ្វើការងារជាមួយនឹងមន្ទីរចប់មកយ៉ាងតាមបណ្ដាកម្មអញ្ចឹងណាបាទហើយខ្ញុំសូមចូលរួមនឹងបាទគ្រប់សាស្ត្របាទយើងទៅហើយបាទអញ្ចឹងបានន័យថាគ្រូដែលជួយមកពីនាយកដ្ឋានជួយមកពីទីជួយមកពីការិយាល័យហ្នឹងក៏លោកគ្រូត្រូវជានោះគឺលោកគ្រូត្រូវពិនិត្យមើលសាលារបស់គ្រូបាទដើម្បីទី1បាទហ្នឹងទី1គឺដើម្បីលោកគ្រូអាចចូលស្វែងរកដើម្បីនឹងបាទទី2ដែលសំខាន់ហ្នឹងគឺលក្ខខណ្ឌលោកគ្រូដែលត្រូវចប់ការសិក្សានឹងបាទ